chay bằng con này cũng đầy quá này không càng nghe nhưng ăn mang cho tay nó lịch mà trong cái này lịch sao tháo ok nghe ok cứ ban tầm này chụp chay bằng con hết cô cứ còn lại hà na nhưng mà con như bà đi nấu yang bệnh thằng thế bằng con như bà này ngày đó không là bà đây bà chấm được xuống này thằng áo dương bà ngàyนี้กรมการเงินយើងបានធ្វើដំណើរមករកឃុំផលិតទៀតបងប្អូនយើងបាទឥឡូវគឺយើងមកដល់ក្នុងចំការឆ្វាយរបស់បងប្អូនយើងហើយឃើញថាក្រុមការងារយើងនឹងជួបនៅសម្បុកឃុំផ្សិតជាបន្តបាទហ្នឹងហើយចាំតាមដានអរគ្នាថ្ងៃនេះគឺខ្ញុំមក3នាក់គឺសុទ្ធតែអ្នកល្បីហើយបងប្អូនយើងបាទទាំងបងប្រុស idol និងទាំងបងប្រុស idol ធំមិនដឹងដល់ណាហើយទេបងប្អូនយើងបាទហ្នឹងហើយចាំមើលវីដេអូជាបន្តរបស់ក្រុមការងារយើងបាទជាសម្បុកទី1បងប្រុស idol របស់យើងគាត់បានជួបមួយសម្បុកហើយបាទជាមួយនឹងឃុំផ្សិតរបស់យើងបាទវ៉ាវនោះគាត់ឃើញហើយនេះនេះបងប្អូនយើងបាទនេះនៅយ៉ាងម៉េចដឹងទេបងប្អូនយើងបាទនេះហ្នឹងហើយអាយដល់ធំណាស់បាត់ទេហ្នឹងហើយចាំមើលបងប្រុសអាយដល់យើងគាត់នឹងធ្វើការយកទៅលើនេះបងប្អូនយើងបាទថ្ងៃនេះឥឡូវនេះគឺធ្លាក់ខ្យល់មែនទែនដោយសារគ្រប់ការងារយើងអត់បានដាក់បរិយមកឬក៏ធូបមកដល់អញ្ចឹងចង់បាក់តិចបងប្អូនយើងបាទគឺបងប្រុស idol របស់យើងគាត់បងប្រុស idol យើងគាត់បង្រៀនបងប្រុស idol ធំបាទអូខេបាទអ្នកទាំងអស់យើងបាទនេះជាបុកទី1បាទតិចទៀតយើងនឹងចូលព្រៃបន្តទៀតបាទដើម្បីនឹងស្វែងរកនៅសម្បុកឃុំផ្លិតជាបន្តបាទឥឡូវនេះបងប្រុស idol យើងកំពុងធ្វើការគាត់កៅចាប់ទៅកៅលើអូវ៉ាវទៀតជាខ្លះណាបងប្រុស idol គេកុំកាត់ឲ្យចាំកាត់កោហ្នឹងហើយឥឡូវគាត់យកបានមួយសម្បុកហើយចាំមើលទៅមុខទៀតតើគាត់បានជួបទៀតដែរឬអត់បងប្អូនយើងបាទហ្នឹងតាមដានអរគ្នាបងប្អូនយើងបាទហ្នឹងហើយបន្តដំណើរទៅខាងមុខទៀតកាប់ទៅវ៉ាវអានេះសារវានៅវាលបងប្អូនយើងស្រួលវាជួបប្រទេសនៅខ្យល់ហើយអញ្ចឹងទៅវាអត់ធ្វើគាត់ទឹកធំដូចគេទេគឺវាធ្វើតែបន្តិចទេបងប្អូនយើងបាទហ្នឹងហើយតាមដំណើរបាទតាមដំណើរទាំងអស់គ្នាបងប្អូនយើងបាទអ្នកទាំងអស់យើងបាទឥឡូវ idol យើងគាត់បានជួបមួយសម្បុកទៀតហើយគឺនៅក្នុងទីបងប្អូនយើងបាទសម្បូរណាស់មកព្រៃនោះគឺសម្បូរមើលនៅក្នុងព្រៃចំការនេះបាទនេះបងប្អូនយើងអានេះវាបើយើងថតបង្ហាញវាអាចនឹងខំយើងទៀតបងប្អូនយើងគឺវានៅដើមបន្លែទៀតហើយបងប្អូនយើងហ្នឹងហើយចាំមើលបងប្រុស idol យើងគាត់នឹងធ្វើការយកជាបន្តទៀតបងប្អូនយើងបាទលោកគាត់ធ្វើការបង្ហុយទៀតហើយកាប់មកហ្នឹងហើយការនេះតើទុកទេបាទសម្រាប់វីដេអូនេះគឺសូមផ្ញើជូនបងប្អូនទាំងទីជិតទាំងទីឆ្ងាយបងប្អូនយើងបាទก่อนនឹងមើលវីដេអូតុការកំសាន្តបងប្អូនយើងចាំបងប្រុស idol ក៏បង្រៀន idol ធំយើងមកកណ្ដាលទៀតកាប់ចង់មុនចង់អាការកាប់ចង់មុនក្រោមណៃកុំទៅកាត់វើសិនអូវ៉ាទៅលើទៀតវ៉ាទៅលើទៀតវ៉ាខាងលើទៀតណាបងអាហ្នឹងតែកាប់ហ្នឹងយើងស្ទើរមកដាច់ក្បាលទឹកស្មើនឹង$0នេះចាស់យើងគុំទៀតមកណែបាទបន្ថៅថាអូខេអូខេគឺបានសម្រេចជោគជ័យរបស់គាត់ហើយកុសគឺគាត់ក្លាហានណាចឹងហ្នឹងឥឡូវបន្តិចទៀតប៉ះបុកកាយគាត់នឹងដឹងហើយបើអត់តន់ប៉ះបុកកាយគឺអត់តន់អីទេបងប្អូនយើងបាទចិត្តតែចេញទៅហើយបងប្អូនបាទហ្នឹងហើយឥឡូវយើងធ្វើដំណើរទៅខាងមុខទៀតដើម្បីរកឃុំជាបន្តនៅក្នុងកម្មវិធីរកឃុំផ្លិតរបស់យើងថ្ងៃនេះទៀតបាទបងប្អូនយើង Let's go នេះគាត់ឃើញទៀតបងប្អូនយើងបាទផ្អើលមែន
อยากจอบตะเจียណែនៅផ្អើលណាទៅម្ដងហ្នឹងមើលអូទៅម្ដងបងប្អូននេះបាទអានេះទៅម្ដងទេបងប្អូនទេបងប្អូននេះបងប្រុសអាយដល់ធំគាត់ឃើញលោកតម្ដងខាងមុខទៀតជាមួយនឹងខ្មុំផ្លិតរបស់យើង Let's go ឥឡូវយើងម្ដងម៉ូតូហើយឥឡូវយើងនោះបងប្រុសអាយដល់គាត់ឃើញនឹងទៀតបងប្អូននេះបាទលើកមកគាត់នឹងទៀតហើយចេះហើយនេះបងប្អូនយើងបងប្រុសអាយដល់ធំរបស់យើងគាត់កំពុងតែធ្វើការបង្ហុយយ៉ាងក្លាហានទៀតហើយបងប្អូនយល់បាទហ្នឹងហើយឲ្យគាត់ចូលតតែប៉ះសំបុកណាកាចមួយទើបគាត់ខ្លោបខ្លាចបាទបើមិនតន់ប៉ះកាចទេគឺគាត់មិនតន់ចោះចែងទេបាទនេះសម្រាប់វីដេអូនេះគឺផ្ញើជូនដល់បងប្អូនទាំងនៅទីឆ្ងាយនិងនៅទីជិតបងប្អូនយើងបាទសម្រាប់ការតាមដាននិងទស្សនានៅវីដេអូរបស់ក្រុមការងារយើងជួបប្រទះនៅសំបុកខ្មុំច្រើនប៉ុន្តែភាគច្រើនគឺសុទ្ធសឹងតែចាស់បងប្អូនយើងបាទគាត់កំពុងតែសប្បាយរីករាយក្នុងការយកបាទចាស់ទៀតហើយបងប្អូនយើងបាទគឺចាស់ហើយគាត់ខ្លាចអាណាបងប្អូនយើងថ្មីទេប៉ុន្តែដៃគឺមិនធម្មតាទេអែមណាអែមមកចំចំមកមួយហើយមិញបាទនេះវ៉ាវអានេះស្ទើរទឹកបងប្អូនយើងបាទប៉ុន្តែមិនអីទេសម្រាប់ការធ្វើជាវីដេអូគឺអត់ទឹកក៏យើងយកឲ្យបងប្អូនមើលដែរបងប្អូនយល់បាទហ្នឹងហើយបន្តដំណើរទៅខាងមុខទៀតហើយដល់យើងកំពុងតែរត់បងប្អូនជឿបាទទៅរត់មុខជាបន្តទៀតហើយយើងមកដល់ព្រៃចំការដំឡូងមាសបាទលោកបងប្អូនយើងបាទឥឡូវក្រុមការងារយើងចូលបានដល់ក្នុងព្រៃដំឡូងមាសបងប្អូនយើងបាទដើម្បីធ្វើការស្វិតស្វែងរកនៅសំមុខឃ្មុំរត់ជាបន្តទៀតបងប្អូនយើងបាទអែមណានេះបងប្អូនយើងបាទជាមួយនឹងឃ្មុំរត់របស់យើងណាពុកតែម្ដងបងប្អូនហើយដល់យើងគាត់ធ្វើការត្រៀមនឹងការយកលេងខាងកាប់ទៅហើយដល់យើងគាត់កំពុងតែធ្វើការយកនៅក្នុងព្រឹត្តជាបន្តទៀតហើយបងប្អូនយើងបាទហើយដល់សែនសង្ហារបស់យើងបាទហើយដល់យើងគឺគាត់ត្រូវតែសរសើរគាត់ថាជាបុរសសង្ហាបន្តិចបងប្អូនយើងបើមិនសរសើរគាត់ទេគាត់យកខ្ញុំតិចរហូតដល់ចឹងមកបាទគាត់របស់យើងអានេះខ្ចីបងប្អូនតែយកត្រៃមកឆ្ងាញ់ត្រៃនេះក្រុមការងារយើងអត់បានយកកត្រៃមកទេផ្លិចមកចប់ថ្ងៃនេះផ្លិចទាំងមានកត្រៃពីរទៅកាត់កើតគឺសបោណាខែធ្លាក់ខ្យល់បែបនេះបងប្អូនយល់គាត់ថារដូវនេះវាអត់សូវជាពេញនៅក្បាលទឹកទេថាវាចង់ចាស់ជ្រុលបងប្អូនយល់នេះវ៉ាវល្អណាស់វាមិនសូវជាទឹកពេញដូចខែក្រោយទេបងប្អូនយើងហ្នឹងហើយតដំណើរទៅខាងមុខទៀតបងប្អូនយើងបាទបងប្អូនយើងបាទឥឡូវអាចដល់ទាំងពីរបានប្រើខ្ញុំមកយកឃ្មុំទៅទុកបងប្អូនយើងបាទហ្នឹងហើយក្នុងនាមជាកាមេរ៉ាមែនណាឥឡូវពេលដែលខ្លាចជាកាមេរ៉ាមែននៅពេលគេយកហើយគេប្រើយើងឲ្យយកទៅទុកចឹងបងប្អូនយើងបាទបើមិនយើងអ្នកយកគឺគាត់អត់សូវហ៊ានប្រើយើងទេបាទតែឥឡូវគាត់ជំនាញអស់ហើយប្រើយើងឲ្យយកទៅទុកបាទហ្នឹងសម្រាប់វីដេអូថ្ងៃនេះគឺដល់ទីបញ្ចប់ហើយបងប្អូនយើងបាទគឺថាថ្ងៃរៀបលេចហើយក្រុមការងារយើងបានធ្វើដំណើរទៅវិញហើយបងប្អូនយើងបាទគឺធ្វើដំណើរទៅផ្ទះបាទហ្នឹងហើយសម្រាប់ឃ្មុំផ្លិតថ្ងៃនេះដែរគឺមានការដាក់កំងរួចរាល់ហើយបងប្អូនយើងបាទទើបក្រុមការងារយើងធ្វើការទទួលនឹងការកំងរបស់គាត់បាទហ្នឹងហើយសង្ឃឹមថាបងប្អូននឹងទទួលបាននៅវីដេអូល្អៗពីក្រុមការងារយើងបាទសង្ឃឹមថាបងប្អូននឹង follow និងតាមដានដល់វីដេអូរបស់ខ្ញុំបាទហើយសម្រាប់ថ្ងៃនេះដែរក្រុមការងារយើងទាំង3នាក់សូមលំអងកាយគ្រប់លាបងប្អូនត្រឹមតែប៉ុណ្ណេះបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបងប្អូនយើងបាទ